Hello everyone សួស្តីអ្នកទាំងអស់គ្នាស្វាគមន៍មកកាន់ថ្នាក់រៀនភាសាអង់គ្លេសជាបន្តទៀតហើយនៅក្នុងថ្ងៃនេះគឺជាវីដេអូទី8ដែលយើងចូលទៅសិក្សាអំពីស្រៈផ្សំហើយនៅក្នុងវីដេអូនេះគឺយើងរៀនអំពីស្រៈផ្សំដែលមានចំនួនអក្សរច្រើនគឺមានស្រៈផងមានជញ្ជនៈផងនៅក្នុងនេះហើយបង្កើតបានទៅជាស្រៈមួយដើម្បីយកទៅប្រើប្រាស់ធ្វើការ spell ធ្វើការប្រកបជាមួយនឹងជញ្ជនៈដទៃទៀតអញ្ចឹងដើម្បីកុំឲ្យខាតពេលយូរគឺយើងចូលទៅសិក្សាទាំងអស់គ្នាអញ្ចឹងលេខទី29ហៅថាគេហៅថា29គឺ A double S ស្មើនឹងស្មើនឹងឥឡូវយើងចូលទៅមើលឧទាហរណ៍ពាក្យថា pass ពាក្យថា pass ហើយយើងស្គាល់អក្សរ P គឺស្មើនឹងអក្សរ P ស្មើនឹងអក្សរ P សំឡេង ផាក់អញ្ចឹងផាក់ផ្លាស់ជាមួយនឹងផាក់ប្រើថាជាប់ប្រើថាប្រឡងជាប់អញ្ចឹងដែរហើយមកពាក្យទៀតពាក្យថា class ពាក្យថា class ហើយយើងស្គាល់ហើយ A double S ហ្នឹងគឺស្មើនឹងអញ្ចឹង CL យើងមិនមែនស្បែកថា C ស្មើនឹងខសំឡេងខចង្លឹកក្លឹកអត់មានជើងទេហ្នឹងហើយក្នុងភាសាអង់គ្លេសគឺយើងអត់មានការប្រើប្រាស់ជើងទេអញ្ចឹងកាលណា CL នៅជាប់គ្នាគឺវាមានសំឡេងថាក្លឹកមានសំឡេងថាក្លឹកអញ្ចឹងយើង spell មកក្លឹកខ្លះថ្នាក់រៀនអូខេឥឡូវយើងចូលទៅ division ទី30គឺ CIOUS ហ្នឹងគឺស្មើនឹងសិស្សស្មើនឹងសិស្សហ្នឹងគឺស្មើនឹងសិស្សឥឡូវយើងចូលទៅមើលឧទាហរណ៍ពាក្យថា Lisa ពាក្យថា Lisa ហើយយើង spell D ស្មើដល់សំឡេងដកហើយអក្សរ E គឺស្រៈ E L ស្មើនឹងលសំឡេងល I ស្មើនឹងស្រៈ E D លីដល់ពេលចាប់ពីតាមនេះទៅយើងសិស្ស Delicious អូខេ delicious ប្រើថាឆ្ងាញ់ហើយមកពាក្យទៀតគឺថាពាក្យថា preacher preacher PR នៅជិតគ្នាប្រអ៊ីpreacher ប្រើថាដែលមានតម្លៃហ្នឹងហើយឥឡូវយើងចូលទៅ division ទី31គឺ I អូខេគឺមាន I G H ហើយនិង T រហូតដល់4តួអក្សរនៅក្នុងនេះ I នេះយើងចូលទៅមើលឧទាហរណ៍ទាំងអស់គ្នាដើម្បីឲ្យដឹងជាក់ច្បាស់អ្នកទាំងអស់គ្នាអាចដឹងបានថាពាក្យអីដែលមាន I G H T ហ្នឹងដែលមានអ្នកទាំងអស់គ្នាដឹងថាមានពាក្យអីអូខេឥឡូវយើងចូលទៅមើលពាក្យថា nai ប្រើថាញើប nai ញើបឥឡូវយើងចូលទៅមើលពាក្យមួយទៀតពាក្យ bright ពាក្យ bright B R នៅជិតគ្នាគឺ bright ប្រើថាភ្លឺថ្លាអូខេឥឡូវយើងចូល division ទី32ចុងក្រោយគឺ OULD គឺស្មើនឹង oud ស្មើនឹង oud ឥឡូវចូលទៅមើលឧទាហរណ៍ពាក្យថា code អូខេពាក្យថា code យើងស្គាល់ C ស្មើខសំឡេងខអ៊ូត code យើងប្រើថាអាចហើយមកពាក្យទៀតគឺពាក្យថា wood អូខេពាក្យថា wood W ស្មើ W សំឡេង wood ប្រើថាអាចប្រើថាចង់wood ប្រើថាចង់អូខេអញ្ចឹងនៅក្នុងវីដេអូនេះគឺយើងសិក្សា division ចំនួន4បន្ថែមទៀតបានចប់តែប៉ុណ្ណេះហើយរងចាំសិក្សា division ផ្សេងទៀតនៅវីដេអូខាងក្រោយ